ភូមិធភូមិសុខភូមិបនទៅមុខកូនរកមិនត្រូវមិនស្ដាប់វិចាទេសនាម៉ែឪតែងចង់អល់ផ្លូវ5កូនប្រុសស្រីតែកូនមិនដឹងច្រើនណាស់តែខឹងនឹងម៉ែឪស្ដីតាមពិតគួរស្ដាប់សូរស័ព្ទសំដីលោកហើយគប់បីគោរពបូជាដូចស្ដាប់ព្រះសង្ឃលំអត់អោនអង្បង្គំវន្ទីព្រះពុទ្ធដាក់ក្បួនប្រជូននាមីឈ្មោះជាពពាចាគ្រូខាងដើមសម្រាប់ទូមានកូនចៅគ្រប់ប្រានឲ្យបានយ៉ាងឆ្នើមកុំឲ្យដើរលេងជាលបាញ់គេខ្ពើមកុំឲ្យរអាមសប្បាយជ្រុលពេកពេលយប់ប្រលប់មើលការឲ្យគ្រប់ទុកដាក់ហើយដេកហើយភ្ញាក់ពីយប់ប្រារព្ធពនរែកកុំឲ្យទាស់ភ្នែកអ្នកផងទាំងឡាយមើលគេអ្នកមានគេមិនអត់ឃ្លានមានការប្រាំងចាយព្រោះគេបានស្ដាប់នៅច្បាប់នៅពុកម្ដាយទើបបានសប្បាយនាលោកនេះនេះធម៌ទេសនារបស់មេដានិងបៃតាផងបើកូនណាស្ដាប់នៅច្បាប់គុណលោក
កូននោះអើយលែងឆ្កងចាំងផងស្ងួនភ្ងីព្រះពុទ្ធដាក់ឈ្មោះបាលីពីរោះពពៈទេវីទេវតាខាងដើមអ្នកផ្ដើមរក្សាបុត្រីអើយបុត្រាហៅទេវតាផ្ទះគឺម្ដាយឪពុកជាអ្នកម្ចាស់សុខកូនមិនសំពះម៉ែឪទូមានឆ្លៀនពៀនចង់ឈ្នះសត្រូវអើយនឹងព្រះអើយកន្លងអាត្មាប្រទុះសរាយនឹងឪពុកម្ដាយស្រែកហៅទេវតាអំពីខាងក្រៅដឹងនៅឯណាឆ្លោះនឹងទេវតាគឺម៉ែឪឯងតែងតែលំបាកក្រីក្រតោកយ៉ាងជាតិនេះឃើញស្ដាយហើយនៅរងទុកខាងមុខពំលែងលុះភ័យទៅស្វែងរកហៅគ្រូទាយហៅបោកលេជីតាមក្បួនឃើញថាខុសគ្រូខាងម្ដាយឬខាងឪពុកអើយកុំទុកយូរឆ្ងាយត្រូវលៀងអើយលំថ្វាយគ្រូពីទៅជីហោទាយត្រូវណាស់កូនស្ដាប់មិនច្បាស់បែរទៅវន្ទីអ្នកតាអាចារ្យទេព្រះលបាំងសាម៉ែឪអើយអា
ត្មាមិនថ្វាយបង្គំមិនលន់ទួតោអំពីកំហុសជូនចំណៃនំធ្វើសំឡបាយមកថ្វាយបង្គំខាម៉ាលាសំឲ្យអត់តោបីដូច្នេះមិនធ្វើយកចេកទៅផ្ញើគល់ឈើក្នុងព្រៃដុំថ្មអ្នកតាវន្ទីសពថ្ងៃធូបបីសរសៃនិយាយសុំសុខម៉ែឪមិនអោយព្រោះជឿចិត្តធ្លោយចោលគុណទៅមុខច្រើនជឿបែបនេះដូច្នេះគ្រប់ស្រុកត្រង់ម្ដាយឪពុកបោះចោលតូទេម្យ៉ាងទៀតធ្វើបន់ច្រើនតែចោលគុណគ្មានគិតរីរែបោលទៅតែវត្តម្ដាយអត់តូទេព្រោះជឿតាមគេរោគបន់ខាងក្រៅដើមបន់លើផ្ទះខ្លួនកើតតន់ព្រះកន្លងគង់នៅបានត្រីត្រកាកាត់ក្បាលឲ្យឪកណ្ដាលនាំទៅយកបន់ឯវត្តកណ្ដាលសុតឆ្ងាញ់សាច់ពោះពងខ្លាញ់ថ្មិញលោកពេញមាត់ម៉ែឪជរីតន់តាបាំងមាត់
ទុកក្បាលឲ្យគាត់ក្បាលសុតតែឆ្អឹងនេះហៅបនខុសទាំងស្រីទាំងប្រុសខ្ញុំប្រាប់កុំខឹងម៉ែឪនៅរស់ចូលអស់លោកប្រឹងថ្មិញគាត់នៅរឹងបានឆ្ងាញ់ពីសាខ្លះជឿបនខ្លាំងយួរមហូបទាំងឆ្នាំងយកទៅវត្តវាម៉ែឪអត់ឃ្លានចង់បានណាស់ណាធ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងក្លៀនបាយញ័រពោះញើសខ្ចាយឃើញសំឡគេកូនឆ្លើយវឹងថ្កានមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪពុកសួរថាបើដួងកាលណាចែកឪខ្លះទៅកូនខ្លះឆ្លើយប្រាប់ថាបាបណាស់ឪគេថាមិនត្រូវឪស៊ីមុនលោកម៉ែឪចាស់ចាស់ព្រឹកឡើងក្លៀនណាស់គួរឲ្យវិយកឪទីពិសាកូនថាមុនលោកពុំបានបរិភោគគេឲ្យបាផងនេះបនផ្កាប់មុខឬបនចោលស្រុកព្រោះតាខុសឆ្គងបនមិនត្រការវិសាលឡើយហងព្រោះដើ
ន់ឡងឲ្យម៉ែឪអត់ពូជន់ឆ្លៀនពីនមិនចេះធ្វើទៀនច្រើនធ្វើទៀនក្បត់សទ្ធាមិនជ្រៅជ្រុលទៅតែវត្តឲ្យព្រះអើយដើមអត់ណើយស្រេកក្លៀនពេកក្រៃនេះឯងខុសណាស់មកពីមិនច្បាស់ច្បាប់ធម៌វិន័យបានជាប្រព្រឹត្តគំនិតព្រៃផ្សៃបន្ថោកដំឡៃនៃអ្នកមានគុណយល់ខុសស្រឡះព្រោះមិនស្គាល់ព្រះមិនច្បាស់ដើមគុណអ្នកប្រាជ្ញបុរាណថាបានធ្វើបុណ្យត្រូវថ្វាយព្រះមុនសឹមថ្វាយព្រះសង្ឃរៀបចង្ហាន់ព្រះបូជាសំពះមើលព្រះឲ្យត្រង់ប្រាជ្ញប្រាប់ជាបែបសង្ខេបដំរងវេផាត់ថ្វាយសង្ឃត្រូវថ្វាយព្រះមុនគឺជាភោជនីយមេត្តាបិតាបូជាតបគុណសឹមថ្វាយព្រះសង្ឃទ្រទ្រង់សិលបន់ព្រោះម្ដាយមានគុណរោគអ្វីស្មើគ្មានត្រូវធ្វើបន់ខ្នាតម៉ែឪស៊ីកើតកំពុងស្រែកឃ្លានម៉ែឪរស់នៅក
ូនត្រូវធ្វើទៀនបំបត្តិក្តីក្លៀនហៅធ្វើបន់ខ្នាតហៅបន់ខែភ្លឺកុំចាំគាត់ឈឺបរិភោគលែងកើតជូនគាត់កាលជីហៅថាបិណ្ឌខ្នាតគាត់បរិភោគកើតណែបានជាងរណូនលុះបាត់ជីវិតណែបានខែងងឹតណែដូចថ្ងៃ10រោចកូនចៅទាំងឡាយយកបាយឲ្យខ្មោចម៉ែអត់ណើយប្រយោជន៍ញ៉ើយខ្មោចណាចេះស៊ីកាត់ដឹកមីសាចេញខ្យល់រងីត្រជាក់ពេញទីមិនគិតរកភួយបានមួយឬពីរទាំងមិនសាមគ្គីរកពូកជូនគាត់ត្រូវរករបស់ជាស្នាប់ទន់រស់ដណ្ដប់ជូនគាត់កុំចាំដាច់ខ្យល់ទៅខ្វល់គ្រប់មាត់រកស្នាប់មើរំគាត់ណែដណ្ដប់ឲ្យអស់ឲ្យភ្លើងត្រេកអរទទួលអំណរមិនដឹងត្រូវខុសម្ដេចមិនខ្វល់ខ្វាយជូនម្ដាយកាលរស់ម្ដេចចាំខ្យល់អស់ទៅធ្វើអឡាកាលគាត់រស់នៅព្រឹកល្ងាចក្ដួលក្ដៅស្រែកឃ្លានអង្ចា
មិនគិតជូនគាត់ឲ្យអត់អាឲ្យតែធ្វើការចាំផ្ទះឲ្យគេចំណីត្រីសាច់ចង់ស្ទើប្រកាច់អត់ជូនគាត់ទេដល់ឈឺផ្ទេតមហេតុទៅប្រេដេកជុះទៅកែជូននំចំណៃទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីធូរ៉េនំប៉័ងសម្រាំងថ្មីម្ដាយឈឺលែងស្ដីរឹងធ្គាមស្ងួតកកូនហៅម៉ែម៉ែស្គាល់ខ្ញុំទេបានចំណៃល្អម្ដាយពោលខ្សៅព្រាវឆ្លើយតថាឯងមកម៉ែអរណាស់ណាកាលម៉ែមិនឈឺមិនមានជំងឺនោះកូនរាល់គ្នាមិនអាណិតម៉ែលុះម៉ែចូលរីទៅកូនរាល់គ្នាមករញបាញ់ចូលឪម៉ែស្លាប់បាត់ទៅកូនច្រវាត់ប្រាប់ញីត្រកូលឃោសនាធនធានព្រានលៀនឲ្យចូលមកចំប្រមូលធ្វើបន់ឲ្យខ្មោចខែផលគុណចាតថ្ងៃក្តៅក្រឡែតឆ្ងាយទឹកហិនហោច
ម៉ែឪចាស់ចាស់ក្តៅណាស់អាណោចមិនរែកញើយទឹកស្រោចឪពុកម្ដាយសោះមិនមានថ្នមថ្នាក់មិនដងទឹកដាក់ពីងដោយសង្គ្រោះដល់ពេលគាត់ស្លាប់នោះស្រាប់តែស្មោះអបទឹកក្អមនោះហៅលើកចង់អះម៉ែឪរស់នៅមិននាំគ្នាទៅធ្វើការប្រវាស់ដាក់វេនក្រោយមុនតបគុណគាត់ចាស់ស្លាប់ហើយធ្វើណាស់ដណ្ដើមគ្នាដោះដូចស្រោចគល់ឈើងាកងឹកងែងើមិនដឹងត្រូវខុសតើបកូនវន្ទីស្មាលីតោខុសម៉ែឪនៅរស់មិនដែលវន្ទីកាលមានជីវិតនោះកូនគ្មានកិតមិនដេចទៅវេរីម្ដាយពុកទូមានកូនគ្មានបូជាបំពេញសទ្ធាឲ្យម្ដាយស្មាទានស្ដាប់ធម៌ទេសនាឲ្យម្ដាយជ្រះថ្លារកសួគ៌និព្វានប្រើម្ដាយធ្វើឆ្មាំនៅចាំចង្ក្រានឲ្យទៅស្មាទានឲ្យឆាប់មកវិញមើលកូនយកចៅខែនេះកូនទៅដកស្ទូងស្រែមិញម្ដាយទៅរូតរះ
មកផ្ទះចំណេញម្ដាយប្រាប់មើលទៅវិញអញស្ដាប់លោកទេកូនថាស្ទុងហើយស្ដាប់ចុះម៉ែអើយខែនេះកុំទ្វេកណ្ដាប់ក្រៀមហាញម៉ែឯងប្រហែសដើរស្ដាប់មើលលោកទេងើយសំណាបចុកថ្នាមួយខែ4សិលគេថាម្ដាយខ្ជិលពួកកូនត្រកាលទុកម្ដាយគ្រាន់ប្រើបំរើធ្ងន់ស្រាលម្ដាយខូចញើយខួរក្បាលលេងស្គាល់ពុទ្ធិកាស្លាប់ទៅជាអស់គេដុតឆេះសោះហើយគេនាំគ្នារើសធាតដាក់ថោភ្នែកស្លោអនិច្ចាហើយញាតនើយតកាយហែធាតទៅវត្តឲ្យទៅស្ដាប់ធម៌ឲ្យធាតត្រេកអរព្រោះលែងប្រាកដកាលគាត់នៅរស់មិនអោយទៅវត្តដុតឆេះខ្លោចមាត់ទើបអោយទៅកានហេតុនេះអ្នកអើយកុំធ្វើប្រងើយប្រុសស្រីគ្រប់ប្រានបំរើមេដាបៃតាកំខានទើបសុខខ្សែមខ្សានបានអាយុវែងកុំគប់បីទ្វេកុំឆ្លោះចោចេះនឹងម៉ែឪឯងជាតិនេះជាតិក្រោយទុកសោយមិនលេង
ព្រះពុទ្ធណាយសំដែងច្បាំងឥតសង្ស័យអង្គវិជ័យនរងទុំរំរួចទុកយូយីពេកក្រៃអាយុមួយកាប់គ្មានរាប់ខែថ្ងៃបើមាននិស័យទៅរួចមកបានមកកើតជាប្រែតរួចទៅអណ្ដែតកើតជាទេរឆានលុះអស់វេរីទៅជាមនុស្សបានខ្វិនខ្វាក់ក៏មានកោថ្លង់ខ្លួនស្រែងជាឈួតច្រើនជាតិព្រោះតោប្រមាទឪពុកម្ដាយឯងមាក់ងាយដល់ព្រះក្នុងផ្ទះឥតក្រែងទៅបានចំបែងរងទុកឆ្នេរណាថ្លែងច្បាប់ប៉ុណ្ណេះសូមបាញ់ឈប់ស្លេះសង្ខេបវាចាថ្លែងមកប៉ុន្មានសូមបានផលឡាដូចក្តីប្រាថ្នាដល់និព្វាន